Hello មានលឺសំឡេងខ្ញុំដែរឬទេសសួស្តីអ្នកទាំងអស់គ្នាតាមជួបគ្នាជាមួយនឹងខ្ញុំបាទសវណ្ណាហើយថ្ងៃនេះខ្ញុំមានរឿងមួយមកចែកជូនអ្នកទាំងអស់គ្នាបានដល់រឿងនេះផងដែរគឺមានចំណងជើងថាអូត្រូវគេចេះទៅអាស៊ីតតមកខាប់រចាតាណាស្នេហ៍ជាមួយនឹងខ្ញុំយូទៅយើងទៅតាមនឹងទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go អ្នកទាំងអស់គ្នារឿងនេះគឺជារឿងពិតចឹងអ្នកទាំងអស់គ្នាតោះ Let's go ផ្ដាប់មកវីដេអូដំបូងគឺគេបានបង្ហាញយើងឃើញអំពីតួអង្គពីរអ្នកបងប្អូនគឺបានចេញទៅញ៉ាំអីនៅខាងក្រៅអញបានថាទៅញ៉ាំអាហារចំណីចំណុកនៅខាងក្រៅចឹងអ្នកទាំងអស់គ្នាឬហើយនៅពេលដែលពីរអ្នកបងប្អូនគេមានអារម្មណ៍ថាឆ្អែតហើយគឺគេបានធ្វើត្រឡប់ទៅផ្ទះវិញគេឡើងម៉ូតូចឹងអ្នកទាំងអស់គ្នាដើម្បីជិះត្រឡប់ទៅផ្ទះវិញហើយគ្មានទេនៅពេលដែលធ្វើដំណើរសោកៗនោះក៏ស្រាប់តែមានជនមិនស្គាល់មកម្នាក់គឺបានជិះម៉ូតូមកជាតាស៊ីទៅកាន់បងប្អូនរបស់គេដែលបងប្អូនរបស់គេហ្នឹងគឺជាអ្នកដែលអង្គុយនៅខាងក្រៅម៉ូតូពេលនោះដែរតាស៊ីក៏បានស៊ីសាច់ទាំងពីរអ្នកបងប្អូនតែគឺខាងប្អូនគឺត្រូវរៀងធ្ងន់ជាងចឹងអ្នកទាំងអស់គ្នាដោយសារតែខាងប្អូនគឺជាប់ពេញកណ្ដាលមុខរីឯខាងបងវិញគឺត្រូវស្មាហើយនឹងខ្លួនតិចតួចអញបានថាត្រូវស្មាត្រូវអីដូចតែគ្នារៀងក្រែដែរនឹងឯងតែត្រូវកន្លែងចំណុចដែលរៀងខ្សោយអញ្ចឹងអ្នកទាំងគ្នាបន្ទាប់មកអ្នកកសែក៏បានសួរថាអូនិយាយចឹងបងអូនអាចប្រាប់ពូតាមត្រង់បានទេតើបងអូនមានចំនួនជាមួយអ្នកណាគេទេហើយចំណែកឯតួឲ្យប្រាប់របស់យើងគឺគេបាននិយាយថាអូតាមពិតទៅបើសិនជាខ្ញុំនិយាយថាខ្ញុំគ្មានចំនួនស្ដាប់ទៅវាដូចជាមិនសមនោះទេគឺមនុស្សណាក៏តែងតែមានចំនួនដែរតែគ្រាន់តែថាខ្ញុំនឹងមានការប្រុសគឺមានការចិត្តរារែកអញ្ចឹងអ្នកទាំងគ្នាគឺអញបានថាគឺគាត់ស្រឡាញ់មនុស្សម្នាក់ហើយទៅស្រឡាញ់មនុស្សម្នាក់ទៀតហើយនេះហើយគឺគាត់អញបានថាបើសិនស្ដាប់ពាក្យហ្នឹងទៅវាដូចជាការប្រច័ណ្ឌគ្នាអញ្ចឹងឯងគឺការមិនស្ម័គ្រស្មោះជាមួយនឹងបុគ្គលម្ខាងទៀតធ្វើឲ្យបុគ្គលម្ខាងទៀតខឹងហើយក៏យកទៅអាស៊ីតមកជាលើនឹងស្របពេលនោះផងដែរគឺគេបានមកយើងឃើញអំពីឪពុករបស់តួឯកប្រុសរបស់យើងគឺឪពុករបស់តួឯកប្រុសរបស់យើងគឺគាត់ជុំខ្លាំងណាស់ដែលគាត់អាណិតកូនគាត់អញ្ចឹងនេះឡោះនេះព្រោះអីកូនគាត់គឺមានមុខមាត់ស្អាតបានតែបែរជាត្រូវទៅអាស៊ីតជាលើបែបនេះធ្វើឲ្យខូចរូបរាងមុខកូនគាត់ហើយណាមួយទៀតគឺគាត់មិនចង់ឲ្យគេមកបៀតបៀនកូនគាត់នោះទេអូខេសរុបសេចក្តីមករឿងនេះគឺខ្ញុំអត់បញ្ចេញឈ្មោះនោះទេតែអ្នកទាំងអស់គ្នាគួរតែចាំណាបើសិនជាអ្នកទាំងអស់គ្នាមានដៃគូមួយហើយកុំធ្វើបាបចិត្តកាំងគេអីអូខេថ្ងៃនេះខ្ញុំបាទស្វាណាគឺមានតប៉ុណ្្នឹងទេចំពោះអ្នកទាំងអស់គ្នាសុខភាពល្អនិងជាសរសើរទ្រូមេដាបេដាពីខ្ញុំស្វាណាបាយបាយ